ហងៃរពលតែធ្វើការពេកអាចចាប់អារម្មណ៍ជាមួយនឹងសម្រស់ខ្លួនឯងពេលដែលបានឆ្លុះកញ្ចក់ទៅដឹងថាខ្លួនឯងមុខឥឡូវអត់សូវវីដូចមុនសោះតោះថ្ងៃហ្នឹងរៀងតនេដែរអញ្ចឹងខ្ញុំមកឆ្លៀតជាមួយនឹងការថែមសម្រស់របស់ខ្ញុំនៅ M99 Clinic អ្នកទាំងអស់គ្នាហើយសម្រាប់ Clinic នេះដែរគឺខ្ញុំបានប្រើសេវាកម្មអរិយៈពេល2ឆ្នាំហើយអ្នកទាំងអស់គ្នាអញ្ចឹងមុននឹងទៅបន្ថែមជាមួយនឹងសម្រស់របស់ខ្ញុំគឺខ្ញុំបានពិភាក្សាជាមួយនឹងអ្នកគ្រូពេទ្យសិនថាយើងត្រូវចាក់កន្លែងណាខ្លះអញ្ចឹងថ្ងៃនេះផងដែរគឺខ្ញុំបានចាក់ជាមួយនឹង Botox សម្រស់ថ្គាមជាមួយនឹង filler បបោមាត់អ្នកទាំងអស់គ្នាដើម្បីបំពេញបបោមាត់យើងកាន់តែស្អាតស៊ីជាងនឹងអញ្ចឹងណាហើយមុននឹងចាក់គឺគេបិទជាមួយនឹងថ្នាំស្ពឹកឲ្យយើងរយៈពេល10នាទីទៅ15នាទីដើម្បីវាស្ពឹកសិនកុំឲ្យយើងចាក់ទៅឈឺអញ្ចឹងណាមកបន្ថែមជាមួយនឹងសម្រាប់យើងបន្ទាប់ពីមកពីដើរលេងវិញអញ្ចឹងណាខ្វះខាតកន្លែងណាយើងបន្ថែមកន្លែងហ្នឹងមកហើយមានអ្នកឆ្ងល់ច្រើនណាថាខ្ញុំថែសារសម្រាប់នៅ clinic ណាអញ្ចឹងអ្នកទាំងគ្នាចាំតាមដានវីដេអូរបស់ខ្ញុំឲ្យស្អែកចេញហើយខ្ញុំនឹងឲ្យដឹងថាខ្ញុំថែសារសម្រាប់នៅ clinic ណាដោយសារតែខ្ញុំអត់ដែលប្រាប់អ្នកគេទេខ្ញុំលាក់យូរអញ្ចឹងខ្ញុំឲ្យដឹងព្រោះកន្លែង clinic ហ្នឹងគឺខ្ញុំផលសេវាកម្មកន្លែងគាត់2ឆ្នាំជាងអ្នកទាំងគ្នាអាចទុកចិត្តបានឥឡូវហ្នឹងដល់វគ្គជាមួយនឹងការចាក់ Botox របស់យើងហើយនិយាយទៅគឺឈឺតិចតិចទេឈឺបែបសម្រាប់ខំទេអ្នកនរគ្នាអត់ឈឺខ្លាំងទេបន្ទាប់ពីចាក់ជាមួយនឹងថ្គាមហើយឥឡូវយើងដល់វគ្គមកចាក់ជាមួយនឹង filler មាត់ម្ដងអ្នកនរគ្នាហើយនេះគឺជាលទ្ធផលក្រោយពីចាក់បាន1ម៉ោងអ្នកនរគ្នានិយាយទៅពេលមាត់ខ្ញុំរៀងហើមហើយតែចាក់ម្សៅនេះគឺស្អាតខ្លាំងមែនតែម្ដងគឺខ្ញុំពេញចិត្តខ្លាំងហ្មងអ្នកនរគ្នាអាចមើលបានតែនេះវានៅរៀងហើមណាតែខ្ញុំមានអារម្មណ៍ថាស្រឡាញ់ខ្លាំងហ្មងអ្នកនរគ្នាចេញតម្រងមកគឺបែប space ស្អាតបែបអឺរ៉ុបតែម្ដងហើយមួយអាទិត្យអីគឺឃើញលទ្ធផលហើយអ្នកនរគ្នាហើយនេះគឺជាលទ្ធផលក្រោយពីចាក់បានមួយថ្ងៃអ្នកតាគ្នានិយាយទៅគឺខ្ញុំជាប់ការងារអញ្ចឹងគឺខ្ញុំត្រូវមកថតសិនអញ្ចឹងណាថតទាំងមាត់ហាមអញ្ចឹងទៅអ្នកតាគ្នាអាចមើលជាមួយនឹងលទ្ធផលក្រោយពីចាក់បានមួយថ្ងៃនិយាយទៅនៅហាមតិចប៉ុន្តែស្អាតខ្លាំងមែនតែតម្រងគឺបែប space ស្អាតហ្មងហើយសម្រាប់បងណាដែលគាត់ចង់បានសម្រស់កាន់តែស្រស់ស្អាតអ្នកតាគ្នាអាចប្រើសេវាកម្មនៅ M99 Clinic បានហើយសម្រាប់ខ្ញុំវិញគឺខ្ញុំចូលចិត្តប្រើជាមួយនឹងសេវាកម្មចាក់បបោមាត់ជាមួយនឹងចាក់មុខវីនិយាយទៅគឺស្អាតខ្លាំងមែនតែម្ដងខ្ញុំពេញចិត្តជាមួយនឹងទឹកដៃរបស់គាត់ខ្លាំងមែនតែហើយសម្រាប់អវ៉ាន់របស់គាត់គឺសិតតែល្អមានស្តង់ដារទាំងអស់អញ្ចឹងអ្នកនរគ្នាអាចទុកចិត្តបានសម្រាប់ខ្ញុំគឺខ្ញុំជឿជាក់លើហាងរបស់គាត់អស់រយៈពេល2ឆ្នាំហើយអ្នកនរគ្នា